ចឹងសពរិសទានហ្នឹងមាន5យ៉ាងណាបងមាន5យ៉ាងទី1ហ្នឹងគឺសទ្ធាយៈទានាងតេតិការឲ្យទានដោយសទ្ធាហើយទី2ហ្នឹងគឺសក្កិច្ចាំទានាងតេតិការឲ្យទានដោយគោរពទី3ការលែនៈទានាងតេតិការឲ្យទានសំគួរដល់កាលទី4អនុកេតចិត្តោទានាងតេតិការឲ្យទានដោយចិត្តអនុគ្រោះនិងទី5អត្តានញ្ចៈបរញ្ចៈអនុបហញ្ចៈទានាងតេតិការដែលឲ្យទានហ្នឹងគឺមិនបៀតបៀនខ្លួនឯងនឹងអ្នកដទៃដាក់បានបាសកវិហេងសពរិសទាន5យ៉ាងហ្នឹងណាបងចឹងការឲ្យទានឲ្យទានដោយសទ្ធាហ្នឹងយ៉ាងម៉េចគឺយើងឲ្យទានហ្នឹងគឺជឿនៅក្នុងទាននិងផលរបស់ទានដាក់បានទេញោមជឿទៅក្នុងទាននិងផលរបស់ទានជឿថាយើងឲ្យទានគឺប្រកបជាមានផលរមែងបាននៅផលហ្នឹងត្រឡប់មកវិញដែលថាសទ្ធាយៈទានាងតេតិនឹងគឺជឿទៅក្នុងទាននិងផលរបស់ទានសក្កិច្ចាំទានាងតេតិការឲ្យទានដោយគោរពហ្នឹងគោរពមាន2យ៉ាងហ្នឹងដែលថាឲ្យទានដោយគោរពហ្នឹងមាន2យ៉ាងទី1គឺគោរពនៅក្នុងទេយធម៌ទេយទានទី2នៅគោរពនៅក្នុងបដិគិហកៈតែថាគោរពនៅក្នុងទេយធម៌ហ្នឹងគឺយើងមិនដាក់ទេយធម៌ហ្នឹងក្នុងកន្លែងទាបគឺតម្កល់នៅក្នុងទីខ្ពស់ហើយទេយធម៌ហ្នឹងក៏រៀបចំឲ្យស្អាតបាតពុទ្ធបរិស័ទយើងធ្វើអីដែលចង់ថ្វាយទានហ្នឹងគឺមើលរបស់ហ្នឹងឲ្យស្អាតចិត្តផ្លែឈើប្រគេនប្រសង់ឆានហ្នឹងផ្លែឈើហ្នឹងយើងត្រូវលាងទឹកចិត្តកបកត្រួតពិនិត្យមើលកុំឲ្យប្រឡាក់ប្រឡូសហើយភាជនៈហ្នឹងក៏ត្រូវលាងឲ្យបានស្អាតកុំឲ្យជាប់ទលីកុំឲ្យចេះតែយកមកដាក់ហ្នឹងហើយបើថាមិនបានបណិតអីយ៉ាងណាយើងធ្វើឲ្យស្អាតណាបើមិនបានពិនិត្យអធិស្ឋានបើមិនបានប្រណិតក៏សូមឲ្យបានស្អាតឲ្យមានអនាម័យថាបានទេហ្នឹងហើយទីជំនះអីហ្នឹងក៏និយាយរួមគឺធ្វើឲ្យស្អាតអនាម័យទោះមិនប្រណិតហ្នឹងក៏ដោយហើយកុំដាក់ក្នុងទីទាបទៅតម្កល់នៅទីខ្ពស់កន្លែងខ្ពស់សំលមងទៅហើយមួយទៀតគឺគោរពក្នុងបដិគិហកៈគឺជ្រើសរើសនៅបដិគិហកៈឲ្យទៅឲ្យគឺជ្រើសរើសអ្នកមានសិលអ្នកមានគុណធម៌ហ្នឹងគឺឈ្មោះថាគោរពក្នុងបដិគិហកៈអញ្ចឹងនៅក្នុងការឲ្យទានដោយគោរពហ្នឹងគឺគោរព2យ៉ាងហ្នឹងឯងគោរពនៅក្នុងទេយធម៌និងគោរពក្នុងបដិគិហកៈហ្នឹងហើយកុំឲ្យទានហ្នឹងកុំឲ្យបោះកុំឲ្យក្រវែងបានទេញោមណាគឺឲ្យតដៃទៅណាកុំឲ្យបោះកុំឲ្យក្រវែងហើយទី3ការលែងអ្នកទាននាងតេតិឲ្យទានសំគួរទៅតាមការហ្នឹងណាដូចញាតិញោមប្រគេនចង្ហាន់ប្រសង់នៅក្នុងព្រឹកហ្នឹងគឺយើងឲ្យទានតាំងកាលណាគឺអ្វីដែលប្រសង់
អាចនៅឆាននៅក្នុងពេលព្រឹកបានបើដូចជាពេលល្ងាចអីយើងទៅប្រគេនបាយលោកបានទេឆានបានអត់បានទេហើយទៀនសំគួរទៅតាមការងាយអីចឹងចាត់ចែងមើលឃើញជាទឹកអត្តបានទឹកខ្មុំទឹកពៅអីហ្នឹងទៅណាហ្នឹងឯងចាត់ចែងឲ្យប្រណិតឲ្យស្អាតនឹងទៀតដល់បានទេញោមត្រូវត្រង់មើលឲ្យស្អាតដៃដែលត្រូវធ្វើនឹងត្រូវលាងឲ្យស្អាតដោយសាប៊ូដោយអីចឹងណាដបយកមកច្រកនឹងត្រូវស្រោះទឹកក្តៅបានស្រោះសម្លាប់មេរោគអីហ្នឹងគឺនិយាយរួមគឺធ្វើឲ្យស្អាតអនាម័យល្អហ្នឹងហើយប្រគេនប្រសង់ទៅអ្នកមានសិលអីញាតិញោមបានសក់បានសកាផងគ្នាហ្នឹងក៏វាត្រូវឲ្យស្អាតអញ្ចឹងដែរណាកុំស្អាតតែប្រសង់ណាយើងឲ្យបានសក់បានសកាផងគ្នាហ្នឹងក៏ត្រូវឲ្យរបស់តែស្អាតរបស់ដែលល្អអញ្ចឹងដែរទៅផលបានមកហ្នឹងស្អាតណាស់តែនេះញោមហើយទីប្រមាណទី4អនុកេតៈអនុកេតៈចិត្តោអនុកេតៈចិត្តោគេនឹងទេតេឲ្យទៀនដោយចិត្តអនុគ្រោះមានន័យថាយើងឲ្យហ្នឹងកុំស្ដាយខ្ញុំធ្លាប់ឲ្យទៀនស្ដាយទេធ្លាប់អត់ហ្នឹងហើយអាត្មាមិននិយាយថាអត់ទេអាត្មាធ្លាប់ហ្នឹងហើយប៉ុន្តែក៏មិនស្ដាយទៅរហូតទេណាមិនចេះតែស្ដាយទៅរហូតណាមែនទេយ៉ាងណាហ្នឹងហើយអញ្ចឹងនៅក្នុងសត្វបរិសទានទី4ហ្នឹងគឺឲ្យទៀនដោយចិត្តអនុគ្រោះគឺឲ្យកុំស្ដាយតែលះឲ្យដាច់តែម្ដងណាញោមណាកុំឲ្យទៅកន្ទក់កន្ទិញអង្គុយស្ដាយក្រោយក្នុងការជាខាងក្រោយអាហ្នឹងឲ្យផលមកមានទ្រព្យសម្បត្តិអីអត់ហ៊ានចាយទេណានោះកំណាញ់ដែលឲ្យផលមកហ្នឹងបានទ្រព្យសម្បត្តិអីអត់ហ៊ានចាយវាទេសំទុកពោហ្នឹងឯងចឹងបានយើងឲ្យទៀនហ្នឹងកុំស្ដាយបានមកវិញទេញោមបានមកវិញអត់ចឹងស្ដាយទៅអីហ្នឹងហើយអញ្ចឹងនៅក្នុងសេចក្តីហ្នឹងហើយទី5គឺអត្តានញ្ចៈបរញ្ចៈអនុបហញ្ចៈទានញតេតិតេតិឲ្យទៀនមិនបៀតបៀនខ្លួនឯងនិងអ្នកដទៃគឺឲ្យទៀនមិនលុបគុណគឺថាឲ្យទៀនហ្នឹងគឺមិនលុបគុណយ៉ាងម៉េចមានន័យថាដោយញាតិញោមយើងត្រូវអ្នកដទៃហ្នឹងធ្វើគុណមកឲ្យឧទាហរណ៍ថាបាសិកាទុយសមាលេអញ្ចឹងទៅធ្លាប់ជួយខ្មែររឿងនេះរឿងនោះឬក៏ធ្លាប់ឲ្យទៀនប្រគេនរបស់ឆាន់អញ្ចឹងទៅដល់ពេលខ្មែរអញ្ចឹងទៅនឹកឃើញគុណត្រង់ហ្នឹងស្រាប់តែឲ្យទៀនដល់ញោមវិញទៅដោយគិតថារួចគ្នាប្រាប់បានទេញោមហ្នឹងហើយអាហ្នឹងឈ្មោះថាឲ្យទៀនដោយលុបគុណហើយបៀតបៀនខ្លួនឯងនិងអ្នកដទៃញាតិញោមផងគ្នាហ្នឹងក៏ដោយយើងឲ្យញោមឲ្យទៀនដល់នរណាម្នាក់ចឹងទៅស្រាប់តែគេមកឲ្យវិញដោយគិតថារួចគ្នាតបស្នងសងគ្នាតែប៉ុណ្្នឹងដែរបានហើយនឹងឈ្មោះថាឲ្យទៀនដោយលុបគុណហើយប៉ុន្តែសួរថាគុណហ្នឹងបាត់ទេអត់បាត់ទេនៅគុណហ្នឹងនៅតែមានអញ្ចឹងប៉ុន្តែដែលយើងឲ្យអញ្ចឹងគឺឈ្មោះថាយើងលុបគុណហើយដូចឧទាហរណ៍ដូចមេត្តាបិតានិងកូនអញ្ចឹងណាមេម៉ែឯងពុកឯងហ្នឹងចិញ្ចឹមខ្ញុំតាំងពីតូចដល់ធំហ្នឹងអស់ប្រមាណខ្ញុំឲ្យប៉ុណ្្នឹងវិញថាបានទេអាហ្នឹងលក្ខណៈលុបគុណដែរប៉ុន្តែសួរថាគុណហ្នឹងបាត់ទៅណាអត់បាត់ទេគុណនៅតែគុណអញ្ចឹងបានដែលយើងឲ្យទានហ្នឹងគឺកុំឲ្យនឹកឃើញអញ្ចឹងណាញោមណា
កុំឲ្យលុបគុណអញ្ចឹងគុណនៅតែគុណសេចក្តីល្អនៅតែប្រកបមានអញ្ចឹងយើងឲ្យរឿយអញ្ចឹងទៅយើងនឹកឃើញគុណរបស់អ្នកដតីក៏ពិតមែនប៉ុន្តែយើងមិនមែនទៅលុបគុណអ្នកដតីទេនឹកឃើញឲ្យទានអញ្ចឹងទៅនឹករលឹកគុណដែលអ្នកដតីធ្លាប់ធ្វើមកដាក់យើងកន្លងមកប៉ុន្តែមិនមែនលក្ខណៈលុបគុណដោយការដែលព្រះបរមពោធិសត្វផងកាលនោះផងឃើញគេទំពាមលូដល់ពេលអញ្ចឹងព្រះអង្គសុំគេអញ្ចឹងទៅគេឲ្យមកអញ្ចឹងទៅបានទំពានឹងគេដែរហើយក្នុងការហ្នឹងរៀបនឹងចេញសំពៅអញ្ចឹងទៅដល់ពេលដល់ពាក់កណ្ដាលផ្លូវវាត្រូវមានខ្យល់មានព្យុះអីមកលិចសំពៅហ្នឹងហើយព្រះអង្គបានក្តារមកប្រទេសហ្នឹងសម្រាប់ជួយខ្លួនឯងដល់ពេលក៏លេចឃើញអ្នកដែលធ្លាប់ឲ្យមលូព្រះអង្គបានទំពាហ្នឹងនឹកឃើញគុណត្រង់ហ្នឹងសុខចិត្តលះបង់ក្តារឲ្យទៅអ្នកដែលឲ្យមលូហ្នឹងខ្ញុំខ្លួនឯងហ្នឹងសុខចិត្តហែលដោយដៃមិនដឹងត្រូវស្លាប់នៅក្នុងសមុទ្រអីយ៉ាងណាទេប៉ុន្តែនឹកឃើញគុណរបស់អ្នកដតីត្រង់ដែលធ្លាប់ឲ្យមលូដល់ខ្លួនឯងអាហ្នឹងគឺយើងមើលយើងឲ្យតែមលូណាមិនដល់ពេលព្រះអង្គទុកចិត្តលះបង់ជីវិតណាដើម្បីជួយដល់អ្នកដែលធ្លាប់មានគុណដល់ខ្លួនឯងហ្នឹងអញ្ចឹងបានយើងនៅក្នុងសាបរិសទានទី5ហ្នឹងគឺឲ្យទានដោយមិនពៀតទានខ្លួនឯងនិងអ្នកដទៃហ្នឹងគឺដោយមិនលុបគុណរបស់គ្នាទៅវិញទៅមកមិនលុបគុណអ្នកដទៃអញ្ចឹងនៅក្នុងសាបរិសទានហ្នឹងមាន5យ៉ាងហ្នឹងឯងណាខ្ញុំណាហ្នឹងហើយទី1ខ្ញុំចាំđấy nhóm nè sạch chia sẻ sạch thì giác tiền năng tệ tệ cả ỏi tiền đòi sạch thì khai từng ọc nhiều tới này nhá cũng ỏi yên cũng ỏi khỏe tí tí sạch cái trắng tiền năng tệ tệ ỏi tiền đói xịt đây cổ rục hỏi tiền đòi xịt đây cổ rục môn đây tỷ bấy cà lên nè tiền nhang tệ tệ hỏi tiền tàn ca bố là nụ kệ tạ chật táo tiền nhang tệ tệ hỏi tiền đòi chất ấy đòi chất ăn nụ cua cứ nè miền xịt đây khác mình sai cào này tỷ pram ta năng chạ parang chạ anupahang chạ tiền nhang tệ tệ hỏi tiền đói mình biệt biên khuôn ái nâng nhẹ đặt tẩy nâng cứ sạp vô đời sạp tiên prang gia đây giờ cọp bầy ỏi nó nhóm đó hay ở bên này non và thô để trời lực màu sụp này nó cứ lực non bệnh đọt lịch sai sụp tì lực non lịch nghiệp tì hà sụp bằng bầy nắng này dây ổng pi ca oi tiên nâng đài đấy ca oi tiên nắng chung tha oi nơi thả nát buồn vàng cứ ở giúp bắn nát sụp hạ thật lệ non ca đã bọn con này non nị con mua chia sẻ được bọn trong được con được non đài cao để dễ bọn trong
ទ្រង់ស្បង់ប្រដាប់ដោយបាតនិងជីវរនិមន្តទៅកាន់និវេសរបស់នាងសុបវាសាដែលជាធីតារបស់ស្ដេចកោលយៈហ្នឹងទៅដល់ហើយព្រះអង្គទ្រង់គង់នៅទីដែលគេក្រាលនៅអាសនៈថ្វាយហើយនាងសុបវាសាហ្នឹងក៏អង្គាសព្រះមានភាកឆាន់នៅខាទនិយៈភោជនីយអាហារដ៏ឆ្ងាញ់ពិសាហ្នឹងដោយរស់ហ្នឹងហើយថ្វាយចំពោះព្រះមានប្រភាកចឹងទៅរហូតដល់តែព្រះអង្គទ្រង់បដិសេធឈប់ទទួលការជិះហ្នឹងព្រះអង្គលែងយកដៃចូលទៅក្នុងបាតទៀតចឹងទៅនាងសុបវាសាហ្នឹងក៏អង្គុយក្នុងទីដ៏សមគួរដល់ពេលនាងសុបវាសាអង្គុយក្នុងទីដ៏សមគួរហ្នឹងហើយបានព្រះមានប្រភាកហ្នឹងព្រះអង្គទ្រង់ប្រាប់ថាមនាងសុបវាសាអរិយសាវិកាឲ្យនៅភោជនីយអាហារហ្នឹងឈ្មោះថាឲ្យនៅឋានៈ4យ៉ាងឋានៈ4យ៉ាងហ្នឹងតើដោយម្ដេចគឺអាយុ1វណ្ណៈ1សុខៈ1ពលៈ1ហ្នឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងនាងសុបវាសាអញ្ចឹងដែលឲ្យទានឈ្មោះថាឲ្យនៅឋានៈ4យ៉ាងហ្នឹងតែយ៉ាងម៉េចដែលយើងឲ្យទានញាតិញោមឲ្យទានហ្នឹងឲ្យទានចំពោះព្រះភិក្ខុសង្ឃអីហ្នឹងអ្នកមានសិលអីហ្នឹងឈ្មោះថាឲ្យនៅអាយុឲ្យនៅវណ្ណៈបរសម្គាល់កាយហ្នឹងណាឲ្យនៅសុខៈសេចក្តីសុខឲ្យនៅពលៈឲ្យនៅកម្លាំងបងញោមចឹងញាតិញោមយើងតាំងពីកើតមករហូតដល់ធំរហូតដល់ចិត្តទៅវិញហ្នឹងដែលយើងបានធំធាត់មកប៉ុណ្្នឹងអាស្រ័យអីដឹងតែអាស្រ័យប៉ុណ្ណឹងហើយប៉ុន្តែបើអត់អាហារអាចបានប៉ុណ្្នឹងឯងអត់បានទេបើអត់មានអាហារអត់បាននៅអាយុប្រហែលខ្ញុំ70 80អីប៉ុណ្្នឹងឯណាបើអត់អាហារអត់បានរស់ដល់សប្តាហ៍ថ្ងៃហ្នឹងទេហើយបើថ្ងៃនេះអត់អាហារក៏ពិបាកវាត្រូវឃ្លានអត់យូរទៅយ៉ាងម៉េចវាត្រូវស្លាប់អញ្ចឹងបានសត្វពេសត្វតាអាហាររដ្ឋតិកាហ្នឹងណាសត្វទាំងឡាយដែលរស់នៅបានហ្នឹងគឺអាស្រ័យនៅអាហារអញ្ចឹងដោយសារតែអាហារហ្នឹងឯងទៅយើងមាននៅអាយុជីវិតរស់នៅអញ្ចឹងបានការដែលយើងឲ្យទានហ្នឹងឈ្មោះថាឲ្យនៅអាយុមានចំណែកក្នុងការឲ្យនៅអាយុរស់នៅដូចយើងថ្វាយចង្ហាន់ចំពោះព្រះសង្ឃអញ្ចឹងព្រះសង្ឃលើកមិនមែនទៅធ្វើស្រែចម្ការអីដូចយើងមិនទៅធ្វើពាណិជ្ជកម្មអីដូចយើងទេគឺអាស្រ័យឧបាសកឧបាសិកាដែលជាអ្នកមានសទ្ធានឹងថ្វាយប្រគេនឆាន់នឹងឯងបានមាននៅអាយុតាំងនៅញ៉ាំងអត្តភាពហ្នឹងឲ្យប្រព្រឹត្តទៅបានអញ្ចឹងពុទ្ធបរិស័ទយើងឲ្យនៅភោជនីយខាទនីយអាហារភោជនីយអាហារហ្នឹងក៏មានចំណែកឲ្យនៅអាយុហ្នឹងមួយដែរហើយមួយទៀតទៅកាលណាយើងបានបរិភោគនៅអាហារហ្នឹងធ្វើឲ្យពណ៌សម្បុរកាយយើងមិនម៉េចស្រស់ថ្លាស្អាតមើលទៅមានសាច់មានឈាមណាហ្នឹងហើយមើលទៅស្រស់បោះមុខអីហ្នឹងក៏ស្រស់បោះស្រស់ថ្លាបើថាសម្បុរខ្មៅហ្នឹងទៅមើលទៅក៏ខ្មៅស្រស់ហ្នឹងហើយអាហ្នឹងគឺអាស្រ័យនឹងអាហារហើយបើអត់អាហារមិនក្រៀមកំពិតនៅនឹងឯងស្មានទេហ្នឹងហើយមើលទៅឃើញតែឆ្អឹងស្គមស្គាំងខ្លះទៅក៏
ព្រឹត្តទៅជារោគអីផ្សេងណាពណ៌សម្បល់ហ្នឹងអត់ចេះខ្លាទេបើអត់អាហារហ្នឹងណាអញ្ចឹងបានពុទ្ធបរិស័ទយើងឲ្យនៅអាហារហ្នឹងឈ្មោះមានចំណែកដែលក្នុងការឲ្យនៅវណ្ណៈគឺពណ៌សម្បល់កាយហ្នឹងដែរហើយញាតិញោមយើងដែលញាតិញោមយើងពេលយើងឃ្លានពិបាកអត់ឃ្លានម្ដងពិបាកអត់ຕົកទេຕົកប៉ុន្តែពេលបានបាយមួយចានកាហ្វេមួយកែវអីចឹងទៅមិនដែរសុខទេຕົកប្រែជាសុខមែនទេហ្នឹងក៏អាស្រ័យអាហារបានបងក្នុងសម្ដែងថាឲ្យនៅអាហារហ្នឹងក៏មានចំណែកឲ្យនៅសេចក្តីសុខដែរអាយុវណ្ណៈសុខៈហ្នឹងឃើញទេសុខហើយនៅមួយទៀតតើកាលណាយើងអត់បានបរិភោគអាហារយើងមានកម្លាំងកំហែងប្រសងទៅអត់អាហារក៏អត់មានកម្លាំងកំហែងក្នុងការប្រព្រឹត្តបដិបត្តិក្នុងព្រមចរិយាអីដែរប៉ុន្តែទៅពេលណាមានអាហារមានកម្លាំងអត់ហ្នឹងហើយមានកម្លាំងក្នុងការរកទទួលទានអីហ្នឹងការប្រព្រឹត្តព្រមចរិយាពណ៌ហ្នឹងក៏មានកម្លាំងអាស្រ័យនៅអាហារអញ្ចឹងដែលយើងឲ្យនៅអាហារក៏មានចំណែកក្នុងការឲ្យនៅពលៈគឺកម្លាំងដាក់បានទេយើងញាតិញោមយល់បានណាប៉ុណ្ណឹងណាការឲ្យនៅអាហារហ្នឹងឈ្មោះថាមានចំណែកក្នុងការឲ្យនៅអាយុវណ្ណៈសុខៈនិងពលៈហ្នឹងអញ្ចឹងញាតិញោមស្ដាប់បានណាប៉ុណ្ណឹងណាប្រហែលនាទីដូចច្រើននាទីដែរណាសំក៏មុនចាំយូរប្រហែលទៅញាតិញោមអីក៏ហេវហត់អញ្ចឹងពធរបស់ខ្ញុំកណ្ណាស្មារភាពដែលរតនីមកមានប្រមាណប៉ុណ្ណឹងខុសគោល